ôi bong pra thna chẳng xa lánh nhâm cầm sai cầm nhâm nạp bong nạp tại ôn xa là bong tạm thấy cao tua thời gian công trao cài trời nó đi chăn ti ơi nó đi xây mồm mồm bong ơi nó đi chăn ti ơi nó đi xây mồm mồm bong ơi nó đi mà yang mấy chăn ti ơi mà đã hum mà yang mấy chăn ti ơi mà đã hum chúng kia đi sắm bài chân chỗ ròm áo sân chỗ chân có mỏi mong say chỗ ròm tam plei nhát viên dùng chơi mi lưng yết ngày sau chia ngày chung xóm ra cài đôi kỳ bong nâng ai ôn pe lăng cá với ôn đề có bong đằng ôn đã bị ô khiêu cháy anh chẳng lại một lấy lòng vùng ôn đã bị ô khiêu cháy anh chẳng lại một lấy lòng vùng ដល់ចំការតរេនសែនសបាយចិត្តឃើញផ្លែច្រើនពិតរយីងរយងពីដើមខ្ញុំធ្លាប់តែឃើញផ្លែរនងដល់ឃើញតរេនយីងយងសែនសបាយចិត្តចការតរេនឲ្យបងប្អូនបាទក្រោយពីញ៉ាំបាយថ្ងៃត្រង់ក្រោមចំការដល់សែនគេហៅថាធំសបើបាទឮម្ចាស់ចការគាត់ថាដល់20000ដើម2000ដើមគ្រាប់ទូចឲ្យសាច់ច្រើនឲ្យដាក់មកពេញមាត់ហ្មង ភូមិពួងអើយដួងបល័យនាំគ្នាគ្មានក្បីអើយមកដល់ចការតរេដល់ណាភូមិពួងអើយដួងសង្ហាមកដល់ចំការអើយសត្វតែផ្លែតរេនបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាក្បាលវីដេអូបាញ់មិញបងប្អូនបានឃើញគេហៅថាយើងជួបរៀងនៅសការចំការតរេនខ្លះហើយនៅហាងរបស់គូគីហាងយសីណាមួយវីដេអូនេះបងប្អូនខ្ញុំនឹងនិយាយអំពីគេហៅថាផលិតផលខ្មែរពិតដែលបងប្អូនគួរតែគ្រប់គ្រងហើយគេហៅថាមានគេហៅថាក្រុមតន្ត្រីគោកយើងមានបងយុនយ៉នអូនស្រីបតីចាហើយនឹងប៉ារបស់គាត់គឺយើងនៅចំការតរេននៅសំឡូតដើម្បីប្រមូលផលិតផលខ្មែរយើងពិតដែលនំតកែគូគីគាត់ធ្វើយកតរេនប៉ុណ្ណឹងទៅពិតមកបងប្អូនបាទហើយនំរបស់គាត់នេះគឺថាញ៉ាំមកអត់សូវផ្អែមខ្លាំងឡែមល្មមមកឆ្ងាញ់ហ្មងសំខាន់ជានំហ្នឹងគាត់ធ្វើដាក់ស្ករគាត់ដាក់សាច់តរេនហ្នឹងយកឡែមចេញពីតរេនហ្មងណាដូចយើងញ៉ាំតរេនចឹងមិនដូចយើងញ៉ាំនំគឺដូចយើងញ៉ាំតរេនហើយយើងនឹងសម្ភាសគាត់ខ្លះនឹងច្រៀងលេងក្រោមដើមគេហៅថាដើមតរេនខ្លះហើយទៅជួបគ្នានៅហាងបិទគូតពេលយប់ខ្លះទៅនេះមកសប្បាយបងប្អូនហើយអរគុណច្រើនដែរបងប្អូនវតីច្រៀងបរោះបងប្អូនហើយមានអីល្អបងប្អូនដែលជួយគេហៅថា comment ពីល្អផងបាទទៅចិត្តផងបាទតោះដើម្បីកុំមកកាត់ពេកចូលទៅមើលវីដេអូពេញជាមួយគ្នាទៅបាទ Here we go បាទសូមគោរពជម្រាបសួរបងប្អូនយើងទាំងអស់គ្នាទីបំផុតយើងមកដល់គេហៅថាចំការទុរេនផ្ទាល់តែម្ដងហើយតរេនតាម៉ាប់ហើយនាំមកដោយគេហៅថាតកែហាងពូគីទាំងពីរតកែប៉តកែស្រីបានម្សិលមួយថ្ងៃណាដែលគាត់បានទទួលបាយយើងអូឆ្ងាញ់ណាស់មន់ស្លាប់មន់របស់ម៉ាម៉ាធ្វើឲ្យហើយបានដាក់ប្រហែលបតនៅហ្នឹងហូហែមកកុនសឺតនៅក្នុងហាងកូគីឥឡូវហ្នឹងយក concert ក្រុមតន្ត្រីគោកយើងមកដល់កន្លែងក្រោមដើមតរេនបងប្អូនចាគឺដើម្បីបញ្ជាក់ចេះទេបងប្អូនលឺសូថានៅហាងរបស់គាត់មានធ្វើភេសជ្ជៈមាននំអីដែលឲ្យតែតាក់តងទៅនឹងតរេនចាគឺមកនេះមកតាក់តងចការហ្នឹងត្រូវចាស្អីណាចាតាម៉ាប់មកធ្វើពីតរេនអីខ្លះធ្វើពីតរេនមានដូចជាភេសជ្ជៈហើយនឹងនំភេសជ្ជៈនំបាទភេសជ្ជៈយើងធ្វើជាភេសជ្ជៈតរេនមៀលធីបាទតរេនត្រដោះគោអញ្ចឹងហើយនំយើងមាននំច្រើនប្រភេទសំខាន់ជាងគេគឺមាននំពីដែលបងប្អូនមករយៈមុនហ្នឹងគឺគាត់គាំទ្រច្រើនបាទថ្ងៃនេះគឺថាមកផ្ទាល់ហើយឬទៅដាក់មកបត់មានបត់អីអត់ទេហើយចេះច្រៀងអត់ចាចេះដាក់មកម៉ែដាក់មកឃ្លៀមឲ្យបងជួយវាយស្គរអូខេឡៃរីកទីពោលមើលសិនពោលតរេនមើលសិនអូខេតោះតរេនមួយចា3អេ
យថ្ងៃនេះពិតជាពិសេសអស្ចារ្យក្រុម Channel TV អូនកាមានទាំងលោកគ្រូដែលរៀនមកដែរណាមានអ្នកសហការឈើនំមួយនំហាងកគីក៏មកដែរត្រៀបត្រាបានរួមសហការមកចំការតរេននេះណាឈ្មោះថាចំការតាម៉ាប់ម៉ែនេះនៅខេត្តនៅស្រុកឯសំឡូតនេះអើយណរេចន្ទីអើយណរេសេមុំបងអើយណរេចន្ទីអើយណរេសេមុំបងអើយណរេមកយ៉ាងម៉ៃយេចន្ទីអើយមករហុំមកយ៉ាងម៉ៃយេចន្ទីអើយមករហុំខ្ញុំបេងផ្លែអីបេងផ្លែអូម៉ាំងប្រាំងស្រីមុំបងអើយម៉ាំងប្រាំងខ្ញុំបេងផ្លែអីបេងផ្លែអូម៉ាំងប្រាំងស្រីមុំបងអើយម៉ាំងប្រាំងម៉ាំងប្រាំងបាទតែឆ្ងាញ់ដល់យ៉ាងម្ចាំងអើយលងសោយលេតែឆ្ងាញ់ដល់យ៉ាងម្ចាំងអើយលោកសោយលេខ្ញុំបេងផ្លែអីបេងផ្លែអូធុងរេនស្រីមុំបងអើយធុងរេនខ្ញុំបេងផ្លែអីបេងផ្លែអូធុងរេនស្រីមុំបងអើយធុងរេនម៉ាំងប្រាំងច័ន្ទប៉ែនម្ចាំងអើយលងសោយលេងម៉ាំងប្រាំងច័ន្ទប៉ែនចាក់អើយលងសោយលេងណរេចន្ទីអើយណរេស្រីមុំបងអើយណរេចន្ទីអើយណរេស្រីមុំបងអើយណរេម៉ៃយេចន្ទីអមរហឹមម៉ៃយ៉ាម៉ៃយេចន្ទីអមរហឹមបាទអូតាមពិតតែអូនកាខ្ញុំធ្លាប់ជួបបងឌីច្រើនដងដែរចាអត់ដែរណា surprise ហាត់ប្រានជុំគ្នាអីជុំគ្នាមើលទៅសាច់ដុំមើលទៅមុខមើលទៅមៀតអត់សំណំអ្នកច្រៀងអញ្ចឹងទេចាបត់យីគេអញ្ចឹងណាសំមកទៅខាងបត់កូរ៉េ K-pop អីណាហ្នឹងហើយដូចនេះខ្ញុំគិតចឹងដែរគ្រូគេមានណាតូអីចឹងណាបាទមានតែដល់ពេលខ្ញុំគាត់ចេះច្រៀងចឹងខ្ញុំ surprise មែនទេខ្ញុំអត់ចេះច្រៀងទេណាខ្ញុំអ្នកសិល្បៈដែរតែបត់នោះខ្ញុំចេះច្រៀងតែពេលបងឌីដាក់មកចាំប្រងអស់អរេចាចាត់ទុកថាសម្រាងហើយព្រោះដើរជាមួយគាត់1ម៉ោងគាត់និយាយជាមួយយើង2ម៉ាត់អត់ទៅមកទៅកត់មិនគាត់ជឿស្ដាប់មិនស្អីគេប្រៀបបានដូចជាគេថាគេកុំគេដនចាក់ the book by the cover ហើយចូលអង់គ្លេសទៀតនេះអង់គ្លេសទៀតស្អីមកដែរពេលឃើញស្វាមីអីច្រៀងអញ្ចឹងមកអារម្មណ៍មិនដែរមើលសួរប៉ិតដែរទំភើបហើយរត់ច្បាយមកគេហៅថារូបរាងខាងក្រៅក្បត់នៅអាដាមកទេសខាងក្នុងអូចេះចូលភាសាទៀតនេះចូលភាសាទៀតនេះយ៉ាតើចេះដើរឲ្យគាត់និយាយកាន់តែច្រើនមិនដឹងទៅអូចំណេះដឹងគាត់គាត់និយាយមួយម៉ាត់ស្មើខ្ញុំអានសភៅ10ឆ្នាំអូយវិរិយបានជុំអ្នកក្លាហានគាត់ដើរទៅរេនបងយ៉តយើងមានបទអីរៀងជើតមួយហ៎បងនៅនេះបត់នឹងបត់អីជើតបត់អារៀងការជួយមើលមកការជួយបត់អីគេទៅរៀងឆាយ៉ាំហ្មងអត់មិនរួចឆាយ៉ាំមួយមករៀងឆាយ៉ាំមកអូបត់ភូមិភួងណាភួងគេតោះគេធ្វើមិនស្អាតហ្នឹងបងរ៉ូសិននេះយេអូយយ៉ាខំធ្វើល្អថ្ងៃនេះមកដល់ចកាតរេនតម៉ាប់ហើយណាគេនាំមកតកែហាងនំកគីនាំមកតើបាច់ច្រៀងបែបទេបោលទៅច្រៀងបែបទេអូខេតបាត់អីយើងអូណាភូមិភួងអើយដួងម៉ាឡៃអីភូមិភួងអើយដួងម៉ាឡៃនាំគ្នាគ្មានក្បៃអាយមកដល់ចកាតរេដល់ណាភូមិភួងអើយដួងសង្ហាមកដល់ចំការអីសត្វតែផ្លែតរេននេះសត្វរេនអើយ
សบายមែនតើឃើញដើរមកតរេដែរជាងពីឯប៉ុនដើរមកបាត់អីហោអបាត់ទេណាអីហោទេណាអីហោមកដល់ឡាយផ្ទះងាគេយ៉ាខុសពីអីផ្ទះងាយើងទេដល់ផ្ទះគេដល់ហើយទេយើង អូខេបាទដូចថាមិនដែរមិនរៀងងុយគេហ្នឹងណាខ្យល់សឹបតរ៉េនហើយ ឥឡូវរៀងស្វាងតិច រៀងឆ្វាងហ៎ ចាឆ្វាងហ្មង អើយឆ្វាងហ្មងដល់ឥឡូវដល់ដើម្បីញ៉ាំកម្មវិធីនេះឲ្យកុំឲ្យគេហៅថារៀងសពបសពូនវិញមើលមានរបត់ណាមួយដែលការដាក់បត់ ការដាក់បត់ណាមួយនេះអត់ការច្រៀង អត់ ប សុំ ត់ លោកគ្រូជើងមួយលោកប្រពន្ធនរណាគេណង អូស្រាតចេញស្រាតចេញ ណែពីរអ្នកពីរណាំឌីណែពីរណាំឌី ដាក់អីសកងមិញ ត្រីសេកង់អី អត់ទេ ដាក់មកក្បាល ដាក់មកក្បាលចាក់បត់អីអត់ការបត់ រត់អស់ឡូវហើយក ែរក្បាលពីងអាបត់ណាជាសំឡូតកែរក្បាលពីងកែរក្បាលពីងមួយមក អនុស្សាវរីយ៍ឆ្នាំមុន បាទ បាទ រំលឹកអនុស្សាវរីយ៍ឆ្នាំមុន អូខេ ហើយឆ្នាំទៅហ៎បង តាមទៅ អណ្ដងមកទាំងខែរៀងក្បែរពីបងនាងចាំរៀងឈៀងសុំទឹកស្រីអណ្ដងមកទាំងខែរៀងក្បែរពីបងនាងចាំរៀងឈៀងសុំទឹកស្រីកែគោលើលើផ្លូវបាយជាបីចាន់ពេញបរមីរៀងដីព្រៃផ្ដៅកែគោលើលើផ្លូវបាយជាបីចាន់ពេញបរមីរៀងដីព្រៃផ្ដៅបងសួរជាងគេមិនប្រាប់ឈ្មោះใจដណ្ដើងងលឺក្មេងហៅបងសួរជាងគេមិនប្រាប់ឈ្មោះใจដណ្ដើបងលឺក្មេងហៅស្គាល់ឈ្មោះអូនហើយសោភ័ណ្ឌព្រៃផ្ដៅស្នាមស្នេហ៍ក្រឡៅដៅជាប់បេះដូងស្គាល់ឈ្មោះអូនហើយសោភ័ណ្ឌព្រៃផ្ដៅស្នាមស្នេហ៍ក្រឡៅដៅជាប់បេះដូងស្រណងសោភ័ណ្ឌផ្លែលៀងសន្លឹកបងសុំតឹងផឹងនឹងគ្រាដំបងស្រណងសោភ័ណ្ឌផ្លែលៀងសន្លឹកបងសុំតឹងផឹងនឹងគ្រាដំបងទឹកសែនត្រជាក់ដាំងសំបេះដូងស្នេហ៍គ្រាដំបងចាស់ទុំសំគុំទឹកសែនត្រជាក់ដាំងសំបេះដូងស្នេហ៍គ្រាដំបងចាស់ទុំសំគុំចា បាទច្រៀងបដើខ្ញុំងើយមើលបដើបាទចេះ លោកគ្រូស្ដាប់អត់ទាន់សន្តិភាពទេគុំអង្គុយភ័យ វាដូចថាបងប្អូនខ្ញុំច្រៀងនៅសំឡូតនេះ ចា ឃើញខ្ញុំផ្ទះឲ្យងើយមើលឡើងលើអីខ្ញុំមិនមែនមើលខ្លាច់ថៃវាផ្លោងគ្រាប់អីទេខ្លាច់តរ៉េនធ្លាក់បងប្អូនស្អីគុំទេអើយស្អីសើច បងខ្ញុំមិនពោកណាឈីម បើតានៅក្នុងកម្រិតហានិភ័យនេះខ្ញុំជាងគេ មិញខ្ញុំដាក់បុកពីរដង ខ្ញុំម្ដងដែរចំណាំមុខឲ្យចាំមើលថតមុខទុកតែទុំដែរខ្ទេចមិនទុកបាទ គុំមកមួយ គុំមួយហ្នឹងបាទ ពីរដងហើយហ្នឹង បាទអរិចអាចចេះបងច្រៀងបដាខ្ញុំងើយមើលបដាវានឹកឃើញអាសម័យគេបោះដ្រូនពួកនោះបោះដ្រូនចិត្តទៅភ័យឥឡូវអរិចខ្លាចតរ៉េនបាទតរ៉េនវិញទៅ តរ៉េនទុំ ចាយើងតពីបត់ហ្នឹងយើងចូលបត់មួយទៀត បត់អីទៅចាំបានបត់អី កាត់ព្រៃ អូខេតា បងនេះចេះច្រៀងចាំណាគ្នាកុំអូនអើយដើម្បីទៅរកពេលបត់យក អាដាក់តពី3បត់ចប់នេះចេះអាមួយទៅគេអារ៉ាប់ពីយ៉ា ទៀតត អារ៉ាប់ពីយ៉ាណា
រីសប្បាយហ្នឹងណា ចា គេតា រជុំគ្នារីងរាយសប្បាយ ណាងវ៉ា ចូលរួមឲ្យស្និទ្ធចូលចិត្តកុំឲ្យមងសៅយើងរួមតាមភ្លេងអត់រៀនយំជ្រៅ នេះល្ងាចថ្ងៃសៅរ៍ជាថ្ងៃឈុំសម្រាប់កាយ1 2អារ៉ាពីយ៉ា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 1 2 ប្រជុំ គ្នារីងរាយសប្បាយចិត្ត អូស្ពាយមាត់ណា ចូលរួមឲ្យស្និទ្ធចូលចិត្តកុំឲ្យមងសៅយើងរួមតាមភ្លេងអត់រៀនយំជ្រៅនេះល្ងាចថ្ងៃសៅរ៍ជាថ្ងៃឈុំសម្រាប់កាយ1 2អារ៉ាពីយ៉ា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 1 2 មកចោតអីគេមកកិនកានអីតា បងដើរកាត់ព្រៃ កុំ រលឹងកាយវាយដើម្បីទៅរក អូយរកពៅរត់រ៉េន បងដើរកាន់ព្រៃ ក្រមុំអូនអើយដើម្បីទៅរកពើបងវងវែងផ្លូវដល់ណាប្រលឹងកាយវាយផ្ទះពើនៅឆ្ងាយពេក ចេះនៅទឹកនេះចា ហ្នឹងណា បងវងអើយវែងផ្លូវប្រលឹងកាយវាយទាំងពើនៅឆ្ងាយពេក ឡូតនេះឯង រកផ្លូវឃើញហើយប្រលឹងកាយវាយក្បែរចំហើយកាជេក អូមែនជាការតរេននេះ រកផ្លូវឲ្យឃើញហើយប្រលឹងកាយវាយក្បែរចំហើយកាជេកបងនឹកហើយអូនពេក ការជិះ ប្រលឹងកាយវាយអូនដេកក៏បងដាស់ ចិត្ត បងនឹកហើយអូនពេកប្រលឹងកាយវាយអូនដេកក៏បងដាស់ នងថ្ងៃទឹកថ្ងៃជន់ អូទឹកជន់ បលឹងកែវាយលេចដើមហើយក្របាំង គេកុំឲ្យលេចតាមតរ៉េនណា នងថ្ងៃទឹកជន់ក្រមុំអូនហើយលេចដើមហើយក្របាំងបនណាយអូនណាំងប្រលឹងកែវាយក្របាំងទើបឡងថ្មី អាណិតណាយអូនណាស់ហើយប្រលឹងកាយវាយកបាំងទៅបលាស់ថ្មី បន្លោឲ្យទឹកនេះ ចង ចងក្តក់ទឹកជន់ ចងក្តក់ទឹកជន់ប្រលឹងបងហើយចងក្តក់ទឹកជន់ចងក្តក់ទឹកជន់ប្រលឹងបងហើយខ្ញុំក្តក់ទឹកជន់ព្រៀងក៏បន្តទឹកជុំលុនព្រៀងក៏បន្តទឹកជុំលុនទីទៅក៏យគុណទាំងអផិតផិតទឹកជន់ហើយនាចប្រលឹងបងហើយរៀចពេញព្រឹកព្រៃទាំងចូលហើយនាចប្រលឹងបងហើយរៀចពេញព្រឹកព្រៃត្រីឆ្ដោស្ទងធ្លោឃើញចំនៃត្រី
จะดาวทรุสโลเคยจำในของครูนเติกใส่เนอขนมจุดจองกระดองหาตรอผมบองไอ้หารองตึงเพลียงจองกระดองหาเพราะเรื่องบองไอ้หารองตึงเพลียงกองแกบยันเวียลหายแส่เชียงกองแกบยันเวียลหายแส่เชียงเนื้อเชียงไอ้สำลังเตียงกระไดสอไม้มองให้ฉลองเปรตซ้ำลันจันไอ้ช่วบคมหรือใสมองให้ฉลองเปรตซ้ำลันจันไอ้ช่วบคมหรือใสเคยจมแปงไม้ตูได้เคยจมแปงบ่มไม้ตูได้สั่งติดยายบ้องพี่ให้เอาหัวเดินกันแรงเพลงหายกันแรงเพลงหายเอ้ยมาระวาเอ้ยมาระวาเอ้ยมาระวากันโลกก็ต้องชาเนี่ยตาแดงใดใส่ยังสมาสลังมวยนาโจมารอมเลยไอ้กันแรงเพลงไงไอ้กันแรงเพลงโอ้ยมาระวาเอ้ยมาระวาเอ้ยมาระวากันโลกต้องชาเนี่ยตาแดงใดใส่ยังสมาสลังมวยนาโจมารอมเลยเอาหน้าวิโอคิวใช้ไอ้เจ้าไทยพวกเล่นรำวงเอาหน้าวิโอคิวใช้ไอ้เจ้าไทยพวกเล่นรำวงรูกสองมีนตรงง่ายชาวมยงรูกเรียงสังหาชาวมยงรูกเรียงสังหาเอาหน้าวิโอคิวใช้ไอ้เจ้าไทยพวกเล่นรำบาเอาหน้าวิโอคิวใช้ไอ้เจ้าไทยพวกเล่นรำบารุ่งหลองใจกัวนาบอกเลงวงขยมไงกัวนาบอกเลงวงขยเอ้ย จะเอาชาก ระดาษมือซินเลยกระดาษมือซิน bà băm phôn để tha còi pi mà ta ham đó thế để sang nguy kênh pe đập pe chẳng đại chẳng tới choang mà đó เราก็ไอ้มือเกยเนี่ย bà จ้ะ bà nè khá tha ấy trai xe cống nó cắt chia mà đó โอ้ยกลมไอ้ trai xe cống ไล่ปะรถออก lạch bà rốt đó nè ฟังรถออกจ้ะบางปอนตามปัตเตอร์มุนน้องยังเมายังเป็นเทรนยำชรานะเทรนตุ้มตุ้มตาม oh ติด vậy ชิกา đừng ปูมาปะ vậy đừng nhớ mà cái đầu cả hai đường mùi ใครเอ้ย ta bật chân trên mưa sân จ้ะ dương mau ใครบางปอนยัง บ่า เป็นพนักงานตั้งข้าว bà phôn mau pi bắt bóng á จ้ะ nè cái đó dương vô nông grip mau nằm bay cái hao tập một นมแกรบ nông grip terrain จ้ะนมแกรบ แต่ว่าถอดมายังจังไอ้บองปนบ้านเคยนมแกรบแต่นมไปมกนั่นแหละ จ้ะกระดาษกระดาษ อย่าถอดไปได้อ๋อลิงบ่ย้อนกับตาซิกเต็กว่าไอ้ แต่แกเพอไอ้ก็ช่างเดี๋ยว ไอ้โยมเมาไม่ดึกปรำไหม ปรามบอม ปรำอบ หมัดต้องออก ไอ้ ออกต้องออก โน้ใจน้ำปากกาขนาดหดจ้ะนะไอ้กาเขาตกมวยตก ทำแกบ้องตรงมือ ถอด อ๋อนี่ ถอดไอ้เต้นาหางเมนเตียดนาหางเมนเตียดนาหางบัตรบองไอ้ยังต้องโลดไอ้ก้อนเยอะด้วยมีภาษา ไอ้ใครยอมมาหายบ้องบอลมันมาเลยเอาให้เลย บ่าอะไรได้จำไปโจอินเสิร์ตจ้ะ ทางไม่เตี้ยน จังซองซะหน่อยห่างบ่าก็ได้พลายพลาย รถไอ้เจ็บปลัด อะไรเจ็บลัดจังเธอไม่กระบาด จ้ะ โอเค จังใหญ่แค่นี้หายนะที่ทำมาไปเตี้ยมาโอเคนักคอมดำแต่เด่นยังโยนแกรบมาอย่างđã tăng một năng bong bóng man mưaตนงจังนะนะจ้ะเมียนะโยมมาดอปั๊บแต่เด่นก็อ๋อ บ่า อะไรแต่เด่นโยมจะกระดับแต่เด่นโยมมาตั้งไอ้บองบอลมา บ่าเย่ไม่แท้เรื่องปนเมื่อกันแต่เหรอไหนนะปนบ่าอันนี้ยายสรินมั้ง ยิสริน เพลนนะสตโยตะเรนมาดะมาตึกดมวะไอ้โอ้จะกลายไปจะเป้าเว้ย เปิด เป้ากอดคอมไอ้นาเว้ยไอ้มาสะอาดตกดำใบทอดหรือดะตะเรนตังดอลโยนนมแกรบตะเรนมานะ
មកដល់ស៊ីខ្ទេចមិនដែរឥឡូវសល់តែ ក្បែរគ្នាក្បែរលើ ក្បែរនេះ បាយញ៉ាំអត់មានអីហង បាទនេះសល់តែបាទបងប្អូនទីបំផុតយើងបានជួបម្ចាស់ចំការហើយបងប្អូនបាទគឺពនាមអីដែរបាទនេះពនាម ចាចំការខ្ញុំឈ្មោះចំការតាម៉ាប់ ចាតាម៉ាប់បាទបងប្អូនឈ្មោះអីដែរ ចាឈ្មោះនេរដី អូនេរដីបាទហៅអូនពៅបាទខ្ញុំបានមកដល់ចការនេះហើយឃើញចកលដូចថាមើលមកដាច់កតុយភ្នែកហ្មងមិនដើមម្ដេចចការ បើតរេនវិញអាផ្លែយើងរាប់តែផ្លែហ្នឹងជាង 2000 ជាង ចា 2000ផ្លែ ដើម 2000ដើម ចា អូ បើនិយាយពីដីវិញមិនហាត់ទៅបង អាផ្លែនេះវា16 ចាចាហ្នឹងរាប់តែផ្លែណាចា ជាទូទៅតរេននេះដែលចំខែណាដែលថាពេញបេះហ្មង ពាក់កណ្ដាលខែ6នេះបងជំរើសច្រើនខ្លាំងហ្មងចា ហើយបងប្អូនអាចមកផ្ទាល់បាន ចាមកផ្ទាល់បានបងចាចាបង នេះចំចាប់អារម្មណ៍តរេនតរេនសាវម៉ៅនេះ សាវម៉ៅបង បងប្អូនខ្ញុំលើកទី1ក្នុងឆាកជីវិតដែលឃើញដើមសាវម៉ៅផ្លែផ្ទាល់នឹងដើមណាជាទូទៅឃើញតែតរេនទេដល់ពេលថ្ងៃនេះមកបានឃើញទាំងចកាតរេនឃើញទាំងចកាសាវម៉ៅចកាសាវម៉ៅអីយោយបាទមកចសៃបែកមើលបែកលោតបែកមកបងប្អូននេះយកបានយកតពួកមកមើល អូយ អត់ទេអាហ្នឹងល្អទេបងធម្មជាតិយើងអត់បានឆ្នាំទៅនេះនេះធម្មជាតិនេះ នេះបេះផ្ទាល់ដៃញ៉ាំផ្ទាល់ដៃហ្មងបងប្អូន សាំងមកខ្មែរយើងណា បាទបាទ នេះគេហៅពូជអីគេបង អាហ្នឹងអើយគេហៅពូជស្រួយឈ្មោះពូជស្អីគេទេវានេះដឹងហើយខ្ញុំហៅតែពូជស្រួយចា តែស្រួយឆ្ងាញ់ ញ៉ាំ មែ មួយ ន មកណា ចា ណាស្រួយខ្ញោកបកមកសុកខ្វោកខ្វោកហ្មង បែកទៅសុកខ្វក់ខ្វក់ លឺខ្វក់ខ្វក់ជាមើលផ្លែគេ ចាំមកផ្លែគេឡើងអាមខាងនេះសិតតាសាវម៉ៅច្រើន ចាចាមកដុំនេះសាវម៉ៅទៅខាងលិចទៀតតរេន ដឹងហ៎ ដល់ភ្នំទៀតដល់ចិត្តដល់ភ្នំ ឥឡូវយើងដើរលេងទៅមក ចាចា បងប្អូនដើរមើលតិច នាំបងដើរលេងទៅមើលដើមតរេនដូចមានអាកន្លែងខាងមានខាងនេះចាស់មានខាងចាស់ខាងថ្មីហ៎ដើមទៀត បងអានេះដើម អូបាទអូឥឡូវអូនទៅកាន់អានេះទៅអូខេអូខេនេះ20ឆ្នាំដែរ 25អីហ្នឹងបងមាននឹងអស់បង 25 26ឆ្នាំ ហើយមានអា9ឆ្នាំ10ឆ្នាំយើងដាំបន្តអញ្ចឹងណាបង បាទ អានេះមកចកានៅយើងមានមកចកាផ្សេងទៀត អូ ចាអានេះមកចកានេះចូល6 10 អត់លេសាយអត់ដែរបានឃើញអាដើមសាវម៉ៅផ្ទាល់ចេះបើតរេនធ្លាប់ឃើញ ចា តរេនធ្លាប់ឃើញផ្ទាល់ទៅសាវម៉ៅ ជាបងប្អូនហ្នឹងគាត់មើលវីដេអូហ្នឹងហើយនឹងគាត់ចង់មកញ៉ាំនៅចកាផ្ទាល់ណាបងខែម្បានអាចបើកឲ្យចូលបានហើយតាក់តងតាមណាដឹងអញ្ចឹងណាបង ចាបងខាងខ្ញុំចាប់ផ្ដើមបើកឲ្យចូលហើយបងព្រោះឥឡូវហ្នឹងយើងចាប់ផ្ដើមប្រមូលផលបដាទិញដងហើយតែមកពាក់កណ្ដាលខែ6ជាជំរើសល្អសម្រាប់បងប្អូនវាមានផ្លែច្រើនវាមានគ្រប់ខ្នាតដែលបងប្អូនចង់រើសអញ្ចឹងណាចា ចាំបានថាឥឡូវហ្នឹងនៅចុងខែ5នេះ ចុងខែ បានថា 5មានមួយ100 ចា ចូលមើលបាន ចាបងចាវាអត់សូវមានជំរើសច្រើនចង់ញ៉ាំនៅនឹងផ្ទាល់អីច្រើនយើងអត់សូវមានជំរើសសាច់រើសទេដល់ពាក់កណ្ដាលខែ6ណានឹងជំរើសច្រើនរបស់យើង ហ្នឹងពេញហ្មង ចាពេញហ្មងចា ប៉ុន្តែ មានបានខែបងណា ត្រេននេះចិត្តបងឆ្នាំនេះវាមានដូច4វគ្គបងអាចឈានដល់ចុងខែ7បាទចាយូរដែរបង បាទ អាចចន្លោះហ្នឹងឯង ប៉ុន្តែលើសថាតរេនបេះពីដើមភ្លាមញ៉ាំភ្លាមវាអត់សូវឆ្ងាញ់ដល់អាបេះមក ចា បាទ បង មួយថ្ងៃពីរថ្ងៃ ត្រេនធម្មជាតិរបស់យើងចាក់បងមកកាលណាតាត្រេនទុំដើមអ្នកខ្លះគាត់អត់ចេះញ៉ាំបដ ாய் វាទុនវាអញ្ចឹងណាបងចាអញ្ចឹងបានយើងកាត់ទុកយើងអត់មានប្រើប្រាស់ថ្នាំជ្រលក់ឬក៏លាបតងអីទេរយៈពេល3យ៉ាងយូរទៅដល់5យប់គឺទុំអាហ្នឹងបែបធម្មជាតិណាបងចាអាហ្នឹងយើងកាត់អញ្ចឹងចា ចុះយើងមានវិធីមើលមិនបានដឹងថាតរេនខ្មែរយើងឬក៏តរេនរបស់គេវិធីសាកមើលឬមិនដឹងដល់នេះណា អាហ្នឹងចាក់បងក៏ប៉ិតបើថាសម្រាប់ខ្ញុំដឹងហ្មងថាចាសម្រាប់តរេនគេដាក់ថ្នាំក៏ខ្ញុំដឹង ដោយសារយើងម្ចាស់ការផ្ទាល់ ចាយើងផ្ទាល់យើងបាត់ពិសោធន៍ច្រើនហើយ បាទ តែបើសម្រាប់ភ្ញៀវអាហ្នឹងខ្ញុំរៀងពិបាកបន្តិច យើងពិបាកបន្តិច យើងពិបាករៀងពិបាក ព្រោះចេះមួយថ្ងៃដូចជាមួយអាទិត្យមុនទិញខុសគឺសារតរេនក្បែរទៅញ៉ាំទៅរៀងជ្រក់ទឹក គេកុហកគឺត្រេនខ្មែរដល់ពេលញ៉ាំទៅអត់ឆ្ងាញ់ដូចត្រេនរបស់បង អូនោះមក ចា ផ្លូវម៉ូតូដឹកមកអូនេះដឹកទាំងចកានេះបងប្អូនមើលនេះ អា មក នេះយើងដឹកដំបងចេះយើងដឹក អូ ខេងសិនដែរបង អូ តែ ឡា ចាក់ស្ដាយវាពេញហ្មងយើងដឹកតង្គោយន្តហ្មងអញ្ចឹងបងហើយបើចកាខ្ញុំខាងនោះមួយទៀតឡានធំដាក់ហ្នឹងហើយកាត់ដាក់ហ្នឹងហើយគឺលើកឡើងឡាន
อันนี้ค่ะแต่เรนดามไดเนาะ ចានេះគេហៅដើមដៃឯបង อันนี้เราដល់ចុងឯណោះមែន តោះកាច់ទៅនោះទៀត មណាយោ មិនកាច់ទៀតហ្នឹងផុត រាប់ដើមហិកតាវាមានចាស់មានថ្មីអាយុកាលមាន20ឆ្នាំជាង26 ចា25 26ឆ្នាំក៏មាន9ឆ្នាំ10ឆ្នាំក៏មានអា4 5ឆ្នាំនោះផ្សេងនេះអានឹងយើងអត់រាប់ទេវាអត់ផ្លែបងយើងអត់ចូលទេចា អាយូ យើងរាប់តែចូលអាមានផ្លែហ្នឹងទេពីជាង2000ហ្នឹង អញ្ចឹងបងប្អូនយើងនៅក្នុងប្រទេសគាត់ដឹងខែរដូវកាលឆាប់មកបងប្អូននៅក្រៅប្រទេសដាក់នៅក្រៅប្រទេសនៅអាមេរិកនៅអីដែលមើលវីដេអូនេះគាត់អាចសរេថ្ងៃណាចំមកញ៉ាំតរើនខ្មែរយើងម្ដងមើល ព្រោះចេះបងខ្ញុំសុំនិយាយកាត់ទេកន្លែងចំណុចមួយទៅថាបងប្អូននៅក្រៅប្រទេសភាគច្រើនគាត់ថាចេះគាត់មកចុងខែ5មកមានតរើនពេញថ្ងៃវាអត់ដូចគ្នាទេប៉ះណាតរើនតាមបែបធម្មជាតិរបស់យើងវាអត់ទៀងមួយឆ្នាំទៅមួយឆ្នាំវាខុសរដូវគ្នាអញ្ចឹងណាបងចាខាងណាឆ្នាំនេះប៉ុណ្ណឹងឆ្នាំក្រោយវាអាចមុនក៏ថាបានអាហ្នឹងយើងអត់ទៀងទេចាអញ្ចឹងសុំពុកម៉ែបងប្អូនដែលគាត់ចង់មកពីនៅក្រៅប្រទេសអីគាត់អាចស៊ើបសួរមុនបានឯបាន អាចចាំសើមើលសិនណា ចាតាមរយៈ page យើងអីយើងបានចា មួយគេដែរបង page ឈ្មោះតាម៉ាប់ម្ចាស់ចំការទុរេនធម្មជាតិ ដែលយើងថតខាងនោះនោះ ចាចា ប៉ិនបើសិនតែយើងអាចស្មានណាបើជាទូទៅនៅក្នុងចការរបស់ចការតាម៉ាប់ ចា ខែជាទូទៅយើងនិយាយទៅទូទៅវាអាចឆក់ល្វែងខ្លះប៉ុន្តែខែណាដែលគាត់មកអាចតែតន់ល្មមអានេះបានជាទូទៅណា និយាយចេះទៅបងជាទូទៅរាល់ឆ្នាំភាគច្រើនបាទពាក់កណ្ដាលខែ6ហ្នឹង ពាក់កណ្ដាលខែ6 ចាវាពេញហ្មង បាទ ចានិយាយចេះបដ ហ្នឹងហើយនិយាយចឹងថាទូទៅវាអាចផ្លាស់ប្ដូរខ្លះប៉ុន្តែជាទូទៅពាក់កណ្ដាលខែ6អញ្ចឹងបងប្អូននៅក្រៅប្រទេសអាចលៃពេលមិនឲ្យមកដល់ប៉ុណ្ណឹងអាចមកចាត់ទុកតែយើងដើរលេងមើលស្រុកមកទេផងឆ្លៀតមកចការញ៉ាំទិញអីហូបប៉ុន្តែរសជាតិឆ្ងាញ់មែនឆ្ងាញ់ហើយហៅវាមានដូចមិញម្ចាស់ចការគាត់ពួកឲ្យអាមានរៀងទុំហើយមានអាមួយទៀតរៀងរឹងបែបកៅអីគេទឹកដោះ ចេះបងជាមួយសាច់គេហៅសាច់ល្មួត អូ ចាមួយគេហៅសាច់ហ្នឹងវាមានជាតិច្រឹបម្សៅតិចតិចហ្នឹងអាហ្នឹងភាគច្រើនក្មេងចូលចិត្ត អូបាទ ចាបើល្មួតហ្មងសម្រាប់មនុស្សចាស់អីគាត់ចូលចិត្តល្មួតស្ងួតអត់ជាប់ដៃណាចាសាច់ទឹកដោះគោហ្នឹងគេភាគច្រើនគេហៅអញ្ចឹងចា បងសម្រាប់តរើនមានប៉ុន្មានពូជទៅបង បើចការខ្ញុំផ្ទាល់មានមូសង្ឃីងមានសំឡូតមាសហើយនឹងប្រភេទពួកភុងមនី អូ ចាបងខ្ញុំមានតែ3ហ្នឹងឯង អូ ចា សំឡុតមាសហ្នឹងគឺពីមុនគេហៅ មុនថងចា ហើយលោកបងឡើយក៏មិនតន់ថ្នាក់ណា ហើយចា ឥឡូវយើងហៅសំឡុតមាសចាប់ហៅមុនថងប៉ុន្តែ គេដូរ ដូរហើយបងជាទូទៅគាត់ឃើញថាអូបានតរ៉េនហ្នឹងថ្លៃឆ្ងាញ់ល្អប៉ុន្តែម្ចាស់សកាគ្រប់ទឹកហើយនៅលើសូនតែអញ្ចឹងណាតើចង់ឲ្យម្ចាស់សកាជួយនិយាយទៅថាតើតម្រាំតបានផលបានផ្លែរាប់ពាន់រាប់ម៉ឺនផ្លែហ្នឹងត្រូវការឆ្លងកាត់ភាពលំបាកអីខ្លះបានប៉ុណ្ណឹង បងអើយការថែទាំបងនិយាយរួមទៅតាំងពីកាត់រហូតដល់ផ្លែមកវិញនេះគឺថែទាំរហូតមានពេលចន្លោះទេកាលណាតែយើងកាត់ហើយយើងអត់បានថែទាំតែងមេឃតែងអីយើងដាក់ជីដាក់អីវាទេវាអត់មានកម្លាំងអត់បានល្អបងអញ្ចឹងក៏វាអត់ផ្លែដែរអញ្ចឹងពេលយើងកាត់ហើយកាត់តរ៉េនប្រមូលផលហើយអស់យើងត្រូវតែងដើមតែងអីហ្នឹងថែទាំវាសាថ្មីមកវិញទាំងអស់ទៀតហើយយើងហានុភ័យណាបងបើមានត្រូវភ្លៀងត្រូវអីពេលរិចផ្កាពេលក្តឹបពេលអីចាយអីហ្នឹងអាចជ្រុះអស់ក៏ថាបានដែរវានិយាយរួមទៅចាមួយឆ្នាំទៅមួយឆ្នាំគឺប្រហោងពោះអស់និយាយចេះបដ ாய் បង ប្រហោងពោះពេលណាពេលភ្លៀង ចាពេលភ្លៀងមកពេលវិចាយបងពេលផ្កាវិចាយអាពេលក្តឹបវាទូចហ្នឹងក៏យើងហានុភ័យដែរអញ្ចឹងនិយាយរួមទៅម្ចាស់ទាំងចាម្ចាស់ទាំងចាគោនិយាយចេះបងឆ្នាំខ្លះអត់រួចខ្លួនទេនិយាយប្រាប់អញតាមត្រង់បដ ாய் និយាយចេះបដ ாய் ចា ចឹងក៏បើថាអូ បងប្អូនមុំយល់ហើយព្រោះចេះបងប្អូនខ្លះអាងតែឃើញថាម្ចាស់ចការថាលក់ថ្លៃម៉ែ ហ្នឹងហើយ ចា ឬក៏មកដល់ចការឲ្យ free នេះ free នោះ ចាចា តាមប្រទេសយើងក៏មានផលបាក់ បាទវាផលបាក់របស់គាត់ដែរ ចា ការអញ្ចឹងเนาะ ចាហើយពេលខ្លះភ្ញៀវខ្លះគាត់ល្អបងគាត់ឲ្យតម្លៃយើងចាព្រោះយើងលក់របស់ធម្មជាតិរបស់ខ្មែរដែលយើងដាំខ្លួនឯងអីចឹងគាត់ឲ្យតម្លៃយើងហ្មងតែបើអ្នកខ្លះទៀតក៏មានដែរបងដែលមិនឲ្យតម្លៃយើងអញ្ចឹងណាបងចា ចឹងគាត់ទៅអាងមករកផ្ទាល់មកផ្ទាល់ ហើយបងសំណុំពោទៅយើងជាជនជាតិខ្មែរដូចគ្នាជួយគាំគ្នាទៅវិញទៅមកអញ្ចឹងណាបើខ្ញុំអញ្ចឹងលក់អញ្ចឹងបើខ្ញុំដឹងថាគេលក់អីមកខ្ញុំក៏ខ្ញុំទៅជួយទិញគេដូចគ្នាដែរចានឹងយើងជួយគ្នាទៅវិញមកក្នុងនាមជាខ្មែរដូចគ្នាអញ្ចឹងណាបង បាទអូបាទអញ្ចឹងវិធីសាស្ត្រថែស្លាប់លឺគាត់និយាយដែរវាពិបាកមិនមែនត្រឹមតែបានផ្លែមិនមែនសុខបានទេប្រហែលដូចជាប្រហែលមុនស្លាប់ឃើញវីដេអូគេថាវាកំពុងផ្កាលេងភ្លៀងមកលេងខ្ញុំឃើញគេរួនណា ចាយមកអស់ទ្រុះរ៉េលពេញដីហ្មងបង ធ្លាប់មានបបសតចឹងដែរ មានតែបងឆ្នាំណានោះចឹងមកដែរហើយឆ្នាំនេះយើងរៀងផុតទឹកភ្លៀងទៅវាអត់ចឹងណាបងហើយមួយវិញទៀតបើសិនជាប៉ះអាកាសធាតុក្តៅហែងអីទៀតអាផ្លែយើងពង
រិចហ្នឹងបងវាអត់មានភ្លៀងទោះយើងស្រោចទឹកប៉ុណ្ណាក៏តរេនអត់សូវធំដែរចាអញ្ចឹងវាខាតគីឡូវាអីចឹងអញ្ចឹងអត់រួចខ្លួនវានិយាយរួមហានុភ័យនិយាយហានុភ័យចាបងចាដំបងតទល់អត់ចង់រួចដែរតែបងគិតថាដកក្រោយតាចាតែសារតែគ្រូសាគាត់ស្រឡាញ់ខាងកសិកម្មហើយម្យ៉ាងវិញទៀតគាត់ចង់ឲ្យប្រជាជនយើងនឹងបានពិសារបស់ដែលនៅក្នុងស្រុកចាណាបងចាបានមានកម្លាំងចិត្តតាមទៅមុខឆ្ងាញ់តើឥឡូវយើងដើរអូនោះមកដើរកាច់ទៅណោះទៀតតើដើរកាច់មកកាច់តិចណាពេលមកចិត្តបាទមានការតរ៉េនសាម៉ៅចាចកាបើចកាខ្ញុំហ្មងខាងផ្សេងមានដងមានបង្ខុតមានបឺអីទៀតបងតែវានៅចកាមួយទៀតអញ្ចឹងណាបងចាអានេះបើចកាមួយដុំហ្នឹងហ្មងវាមានតែប៉ុណ្្នឹងអញ្ចឹងបងអូខេឱកាសចូលដល់បង្កាត់ឲ្យឱកាសចូលបង្កាត់ឲ្យចូលដល់បង្កាត់ឲ្យអូខេអូបងអត់ជឿជាក់ទៀតហើយប៉ុណ្្នឹងឯងមិនទេបានជឿជាក់ចាំបើនិយាយពីអាយុកាលនេះបានប្រហែលខែដែលវាហើយបានន័យថាអស់ហ្មងដល់ខែប៉ុន្មានអស់ត្រេនឯងបងប្អូនគាត់ថាកុំមកខែនេះអស់ហើយអញ្ចឹងហើយខែណាដែលយឺតវាអស់លេងហ្មងវាចូលខែ7ហ្នឹងដើមខែវានៅប៉ប៉អីបើថាពេលខ្លះគេកាត់រះទាំងអស់ហ្មងក៏មានដែរណាបើគេមកម៉ៅមកអីយើងបងយើងមើលអត់ឃើញទេចាបាទចាតែបើពេញពាក់កណ្ដាលខែ6ចាបងអាហ្នឹងពេញហ្មងពាក់កណ្ដាលខែ6ពីជំរឿច្រើនរបស់យើងបងប្អូនខ្លះគាត់ចង់ញ៉ាំអាដើមទីចេះណាចឹងតម្លៃវាមានតាមបើនិយាយពីតម្លៃតាមដើមទីឬក៏ពាក់កណ្ដាលឬក៏ចង់អីចឹងដែរឬមិនតម្លៃបងចង់និយាយថាដើមទីហ្មងក៏វាមិនប្រកាសថាវាឆ្ងាញ់ដែរណាបងអូនិយាយមែនណាបើថាឆ្ងាញ់ហ្មងបើខ្ញុំតាមខ្ញុំណាបងហ្នឹងខ្ញុំគិតថាពាក់កណ្ដាលខែ6នោះវាពេញចាពេញរបស់វាហ្មងតរេននោះវាពេញអាយុកាលបើអាដើមទីនោះប៉ះណាវាមានដប់ក៏មានវាមានអីក៏មានវាអាចវាមានផ្លែមុនហ្នឹងវាអាកាសធាតុវាអត់អំណោយផលណាបងបើអត់តាន់ពេញចាអញ្ចឹងវាអត់តាន់ល្អទេនិយាយចេះបដ ாய் ទៅហើយក៏តម្លៃវារៀងខ្ពស់ទៀតចាដូចថាយើងចំណាយលុយ$100ឧទាហរណ៍ថាបានតែ10គីឡូឯងតរៀនខែហ្នឹងបងតែដល់ពេលយើងចូលមកខែ6តម្លៃយើងទិញ$100បានដល់20គីឡូអាហ្នឹងយើងឧទាហរណ៍អញ្ចឹងណាបងចាវាមានជំរើសច្រើនហើយផ្លែវាក៏ស្អាតហើយបងឯងចង់បានអាតូចក៏បានអាធំក៏បានអាខ្នាតលេខ1លេខ2លេខ3មានទាំងអស់យរួមជំរើសយើងមានបែងចែកឲ្យបងប្អូនយើងមករើសហ្មងនៅសំឡូននេះចាមិនថានៅក្នុងចកាឬក៏ទៅហាងទេយើងរើសបានទាំងអស់ខាងបងដាក់លក់នៅខាងបាត់ដំបងបាត់ដំបងដែរចាចឹងបានន័យថាបោះបងអូនសិពៅគាត់តរ៉េនរបស់គាត់មិនមែនលក់តែនឹងចកាទេបាទនៅមាននៅទីតាំងក្នុងផ្សារនៅបាត់ដំបងដែរនៅម្ដុំណាដែរខ្ញុំនៅខាងលិចធនាគារវឌ្ឍនៈនៅចិត្តអាគារប៊ូលីងមកផ្លូវ111មកផ្លូវជាមួយគូគីដែរបាទចាហ្នឹងហើយចិត្តហាងគូគីហៅគ្នាលឺណាហៅគ្នារហូតហ្នឹងបងបងស្រីត្រូវការទិញតរ៉េនអីលឿនណាចាគាត់ចាដាក់តកេះទៅគាត់មកដឹកខ្លួនគាត់អីលឿនគាត់អូមែនចឹងដែរដឹកខ្លួនឯងដែរដឹកខ្លួនឯងបងពួកខែហ្នឹងខ្ញុំរវល់ដែរទៅគាត់យកយល់គ្នាអញ្ចឹងហ្នឹងនិយាយសិនហ្មងចានិយាយសិនចាដឹកខ្លួនឯងគាត់ឯងបងចាយើងខែហ្នឹងយើងរវល់ខ្លាំងទៅជាប់ភ្ញៀវតគាត់មកជួយយោអញ្ចឹងណាបងចាមកជួយដឹកជួយអីទៅប៉ះណាគាត់មកជួយលក់ខ្ញុំទៀតហ៎អញ្ចឹងអូយចិត្តបានអូចាសៃឲ្យតែតនេគាត់ជួយមកជួយលក់ជួយលក់អីមិនជួយភ្លក់អីជួយដែរអូវាមានចំណុចហ្នឹងដែរមានចំណុចដឹកដែរជួយលក់ជួយភ្លក់ទៀតឥឡូវពងថៅខ្ញុំនឹងទៅជួយឲ្យបកឲ្យអីណាអូជួយបកទៀតចាតែប៉ុតបងប្អូនយើងដែលមកលេមកតរ៉េនណាពាក់កណ្ដាលខែ6ពេញញ៉ាំហើយពេញទេសភាពស្អាតមែនទេណាចាស្អាតបងពាក់កណ្ដាលខែ6ទេសភាពដូចថាគេដាំស្រែដាំស្រូវចកាកំពុងតែពេញលាស់ចាខៀវសង្ងាត់ពេញផ្លូវបងទេសភាពស្អាតហ្មងទេសភាពស្រុកសឡូតយើងស្អាតខ្លាំងអូខេអូដើមផុតទេមើលទៅដើមតរ៉េនដល់ភ្នំកាទៅដល់ភ្នំដល់លោកអូបាទអត់ដីជីជាតិអានេះល្អណាស់អីក៏ដោះនេះថាសឹងថាត្រតម្លាក់គាត់ចោលក៏ដោះអានេះស្លឹកបាសអីហ្នឹងបងយើងទៅកាត់ទេណាក្រាលពេញដីទាំងអស់ហ្មងធំចកេះបើដើមកសាំងទាអីនោះដោះកបដ ாய் តែប៉ុន្តែទៅគៀនចេះដាំបន្លែបានទៀតដាំបានទៀតសាំងទាដាំបាសហ្នឹងក៏ថ្លៃដែរណាចាបាសអីណយផលបានល្អមែនតើចាហើយដើមតរ៉េននេះផ្លែចាបងយន់នេះចាប់ដើមផ្លែទៀតនេះអានេះពូជឈ្មោះភូមិនីហ្នឹងបងនេះអូភូមិនីដែរចាអូអាហ្នឹងភូមិនីបងអានេះអាតរ៉េនសំលុតមាសយើងនេះបងនេះអញ្ចឹងបានន័យថាពូជតរ៉េនទោះបីជានៅក្បែរគ្នាក៏វាមាន
ខុសគ្នាដែរ ក៏ប៉ុន្តែយើងអត់ចង់ដាំទេអាពូជនេះបង អត់ចង់ហ្នឹងអាពូជហ្នឹង ចាតែយើងទិញកូនគេមកកាលហ្នឹងយើងអត់ស្គាល់បងយើងមើលស្លឹកអត់ដឹងវាលាយទៅ អូ ប៉ុន្តែយើងអត់ចង់ដាំទេពូជហ្នឹងយើងចង់ដាំតែអាសំឡូតមាសនេះទេ លត់មាសទេ វាអាហ្នឹងវាក្របធំបងវាចូលទីផ្សារគេអត់សូវចុះទេចាវាឆ្ងាញ់តែវាក្របធំ ក្របធំ ចាខាងយើងអត់សូវពេញនិយមទេ ដល់ពេលអ្នកទិញទៅកោះមើលជុំក្របធំវិញ ចាចាចឹងបងហ្នឹង ចឹងវិញ ពេលឥឡូវយើងស្គាល់ហើយស្លឹកវាច្បាស់ចឹងយើងទិញកូនលេងច្រឡំទៀតហើយវាមានស្លឹកស្រួចស្លឹកអីចឹងណាបងស្លឹកទូចស្លឹកធំអីចឹងអានេះសំឡូតមាសរបស់យើង អូខេ ចា អូរផ្លែច្រើន អានេះសិតតែជាងដូចចូល កន្លែងពិសេស 20 ឆ្នាំបង អូកន្លែងពិសេស ហើយមើលដើមមកបងនោះ20ឆ្នាំអីនោះដើម មាន20លើនេះនេះ អាហ្នឹងអាស្រ័យលើយើងអ្នកថែបង បាទបាទ ចា នេះបើសិនតរ៉េនយើងបោះតង់ណាបើ ចា អាយុវែង តែបើសិនជារដូវពេញហ្មងយើងអត់ឲ្យភ្ញៀវចូលក្រុមដើមទេណាបងអត់ដូចខាងយើងមកទេចាចូលក្រោមដើមវាធ្លាក់មកប៉ះពាល់ភ្ញៀវយើងត្រូវសងភ្ញៀវអញ្ចឹងយើងអត់ឲ្យភ្ញៀវចូលក្រោមដើមទេអាចថតពីចង្ងាយបាន អូអត់ឲ្យភ្ញៀវចូលក្នុងដើមទេ ចាអត់ទេ ខ្ញុំចូលអស់ប្រហែលបត់ដែរបងយ ច ន់ ង់និយាយថាឥឡូវបងអត់អីទេវាអត់ទាន់ពេញចាតែពេលចូលខែ6នោះវាពេញទុំហ៎បងវាអាចជ្រុះគ្រប់កន្លែងទាំងអស់ មាញ់ច្រៀងម្ដងងើយមើលម្ដងចាអញមិនមកចាបងយន់មកដល់ក្នុងព្រៃចម្លែកចិត្តមួយមើលមកឃ្លៀមើល ដាក់មកឃ្លៀបង មកដល់ចំការតរ៉េនសែនសបាយចិត្តឃើញផ្លែច្រើនពិតរយីងរយង បានអីផ្ទះនេះចូលហើយ ក៏ចំការតរ៉េនសែនសបាយចិត្តឃើញផ្លែច្រើនពិតរយីងរយងពីដើមខ្ញុំធ្លាប់តែឃើញផ្លែរនងដល់ឃើញតរ៉េនយីងយងសែនសបាយចិត្តចំណែកម្ចាស់ឯចំការអីសែនសងឯហាថ្ងៃនេះអត់មានពាំងឯវ៉ែនតាដាក់ថ្មិញសើចស្ញាញម្ចាស់ចំការធូរ៉េនទាំងពីរនាក់ក៏ស្រស់សង្ហាទទួលឲ្យស្វាគមន៍ភ្ញៀវអស្ចារ្យសែនសបាយចិត្តចំការតរ៉េនឲ្យសំឡូតតាមប់ល្អពេកពិតខ្ញុំសែនពេញចិត្តរំភើពេកក្រៃChannel ដេករៀន TV ដេកមើល TV នឹងអូនកា TV ថតឡើងវងវីពេញទីកន្លែងពីមកកន្លែងទៅមកកន្លែងឆ្ងាយអង្ចាដើរឡើងបែកញើសដូចស្វាមកមកបញ្ចប់បងឯងមកបញ្ចប់ដូចស្វាអញ្ចឹងបងអើយ ចប់ដូចស្វាចប់ នេះទៅសារម្ចាស់តរ៉េនចៃសារសង្ហាដល់ពេលខ្ញុំឯងដូចស្វាណាយ៉ាប់បងប្រុសខ្ញុំមើលបានយកឆ្កមកមិញ បានយក មិញខ្ញុំញ៉ាំតរ៉េនឥឡូវខ្ញុំញ៉ាំនំតរ៉េនម្ដងដែលធ្វើចេញពីតរ៉េនសុតបាទតរ៉េនសុតសាតហ្មងនំនេះគេហៅនំក្រេបបើមុនខ្ញុំប្រាប់ឈ្មោះតរ៉េនខុសអីគេ ក្រេបហើន ហ៊ីតាឈីម៉ាហ៊ីតាឈី ធ្វើពីត្រេនហ៊ីតាស៊ី បាទអូខេតើបងយកអត់សាក់មួយហ្មង ចូលខ្ញុំសាក់ បាទបងឯងញ៉ាំហើយទៀតទូងស្គរនេះគេហៅថាបំពេតរ៉េនណាឲ្យនំកាន់តែឡើងណា បាទ អានោះអញឡើងហៅអីគេហៅដាស់មេដាស់មេតរ៉េន គេហៅហោមរង ហមរងបាទហមរង ប៉ុន្តែតរ៉េនយើងអាចថាដាស់អារម្មណ៍ ដាស់អារម្មណ៍ហ្នឹងមិនបង ធ្វើឲ្យយើងមានស្មារតី ញ៉ាំហើយមកដីបង ថាយើងមិនតាន់ដូចថាយើងមុននឹងធ្វើអ្វីមួយអញ្ចឹងថាដូចយើងឲ្យមានការប្រុងប្រៀប បាទអានេះហៅជាក់ស្ដែងណាបងកុំឲ្យទៅមានតែនៅហាងហ្នឹងមិនដឹងថាយកប្រភពប្រភពតរ៉េនមកពីណាពីណីបានន័យថាដើម្បីឲ្យកាន់តែគេថាច្បាស់ជាក់ស្ដែងគឺមកផ្ទាល់ភ្នែកចឹងបងហើយមកដល់ពុបឃើញផ្ទាល់ភ្នែកបានដឹងថាអូតរ៉េននៅហាងគូគីពិតជាធ្វើចេញពីតរ៉េនសុតសាតមែននេះ ហើយសំខាន់ត្រេនយើងគឺយកមកពីសំឡូត ខ្មែរយើងពិតៗណាអត់មានរបស់នាំចូល អូល្បីណាស់នេះហើយញ៉ាំមួយដឹងមួយហ្មងមិនដែរបងមិនដែរ វ៉ាវមិនដែរលោកគ្រូឆ្ងាញ់នេះញ៉ាំត្រេននេះជាតិដើមហ្មងនេះ ដូចមិនមែននំណា ចាដូចត្រេន ដូចត្រេនហ្មង ឆ្ងាញ់មាំ ច
ចា វាមានលក្ខណៈ មាន ចា ត្រេនសាវម៉ៅអូមាននំសាវម៉ៅ នំតមក យើងយក បងសៃយកឆ្នៃធ្វើនំសៅម៉ៅ ផ្លែសាវម៉ៅយើងកិនទៅទៅជានំទៅ អត់ឆ្ងាញ់មែនតាឆ្ងាញ់ មួយផ្លែដែលស្វាយស្រុកយើងថោកដូចតែវាផ្លែច្រើនផ្លែរមៀតអីចឹងបើតែយើងយកអាស្វាយទុំហ្នឹងផលិតទៅជានំវាចំណេញ មែនតែនំក្រែបស្វាយ ក្រែបស្វាយក្រែបទុរេនក្រែបសាវម៉ៅ បងសៃឆ្នៃដាក់ក្រែបស្វាយមួយ មកដាក់មួយអង្គដាស់នេះតិច ចឡង ហើយ កំពុងចាម ហើយមួយទេ ដល់ឲ្យវិជ្ជការមួយ អត់មក បងញ៉ាំជិះមកចាស់ញ៉ាំជាប់ដៃ ពេញដាក់បនត្រេនអត់វាអត់ត្រូវទៀត អែម អីតមានតរេមកដាស់តរេមួយមកលីបាត់ណារៀនជើទៀត បាទ រ៉េរ៉េ បាទទៅ បនរេក៏បានខ្ញុំទៅផឹក អត់ទេអត់ទៅសិនទៅណា ទៅយកទឹកផឹក មកសាមើលមិនដែរ នេះបងប្អូនបរិយាកាសពេលនេះគឺពិសេសណាស់ដោយសារយើងដើមតរេនហ្មងហើយយើងញ៉ាំតរេននៅចកាតាម៉ាប់ តាមមក ខេត្តសំឡូត បកដោយដៃ ខេត្តសំឡូតខេត្តបាត់ដំបងស្រុកសំឡូត បកដោយដៃម្ចាស់ចំការផ្ទាល់ នេះ ឆ្ងាញ់ អែមឆ្ងាញ់ ឆ្ងាញ់ ចាតែឆ្ងាញ់អស់លើ ឥឡូវសូមពីពណ៌នេះ រសជាតិដូចដាក់ក ចេះណានំ ឈ្ងុយខ្ទិះហ្មង ចេះណានំក្រៀប ដាក់មកមួយម៉ាត់មកកន្លែងតែឈ្ងុយហ្មង ចេះណានំក្រៀប បងប្អូន ភ្លេចយកនំក្រីបមកនំក្រែបនេះបងប្អូន មានទៀតនំសិន កែស្រីជួយតិចមើល បងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកដល់ចកាតរេនហើយបងប្អូនបាទក្រោយពីញ៉ាំបាយថ្ងៃត្រង់ក្រោមចំការដល់សែនគេហៅថាធំសបើបាទឮម្ចាស់ចកាគាត់ថាដល់20000ដើម 2000ដើម 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 2000ដើមបងប្អូនហើយសំខាន់សាច់តរេនឆ្ងាញ់ណាស់ដាក់មកចង់និយាយថាគ្រាប់ទូចហើយសាច់ច្រើនហើយដាក់មកពេញមាត់ហ្មង បាទ តាម តាម ជាតិចេះដូចទឹកដោះគោហើយខ្ទិះ បាទ ចា បាទ នេះ ហើយនេះនំ ចា នំក្រីបនំក្រែបនំក្រែប ចាបងប្អូននេះជានំក្រែបគឺយើងខាងហាងគូគីគឺគាត់យកតរេនពីខាងសំឡូតយើងយកមកធ្វើផ្ទាល់ហ្មងមិនមែន ចកាណា ចាមិនតរេននាំចូលទេណាគឺតរេនក្នុងស្រុកយើងហ្មង ទៅគេមស្រិនណា ស្រីនហ្មងចា អូខេតរេននេះគឺនៅចកា ចកាតាម៉ាប់ បាទ ចានៅ បងប្អូ ក្នុង បាទ ស្រុកសំឡូត ហើយចាំទៀតបងប្អូននឹងបានឃើញក៏ទស្សនភាពចកាឃើញស្អីប្រពន្ធណាតរេនគឺតរេនពិតមកបងប្អូនបាទហើយនំរបស់គាត់នេះគឺថាញ៉ាំមកអត់សូវផ្អែមខ្លាំងឡែមល្មមមកឆ្ងាញ់ហ្មង សំខាន់ចេះនំហ្នឹងគាត់ធ្វើដាក់ស្ករហើយគាត់ដាក់សាច់តរេនហ្នឹងយកឡែមចេញពីតរេនហ្មងណា បាទ ដូចយើងញ៉ាំតរេនចឹងមិនដូចយើងញ៉ាំនំគឺដូចយើងញ៉ាំតរេនហ្មងរសជាតិដើមតរេនហ្មងណា បងប្អូនឥឡូវខ្ញុំអត់ចង់និយាយច្រើនទេបងប្អូនបាទចង់ញ៉ាំឥឡូវដល់អូខេតរេនវាមានច្រើនប្រភេទប៉ុន្តែតរេននេះគេហៅឈ្មោះតរេនអីដែរ ហ្នឹងពូជវាហ្មងឈ្មោះមិនថងគេបដូរមកសម្លូតមាស ណាសឡូតមាសហ្នឹងសឡូតមាសឥឡូវសឡូតមាសហៅសឡូតមាសម ូលហេតុអីបានគេដាក់ សឡូតមាសអូខេ ទៅពូជហ្នឹង វាពណ៌មាស ផ្ទះលេខ2បង អូខេ វាពណ៌មាស បងយ៉នទៅទៀតចាំច្រៀងឲ្យតរេនស្ដាប់ បាទ អូខេអហវ៉ាវបងយ៉នញ៉ាំតិចអី ទៅញ៉ាំខ្ញុំអស់មួយហើយ Thank you ខ្ញុំក្របទូចមែនតើហ្មង មិនដែលគ្រូពេញមាត់នេះសាច់ឡើងនេះហ្មងណា ញ៉ាំបើបានតែមែនទេបងប្អូនបាទតោះចាំតិចទៀតយើងទៅជួបគ្នាទៅមើលតរេនប្រហែលដើមខ្ញុំដើររាប់បងប្អូនបាទអូខេ here we go អត់ដល់1ម៉ោងមួយទៅតែវាអត់ទាន់ផ្លែវាទុំឡើង នេះអាម៉ាប់ហ្នឹងតាម៉ាប់ ចកាតាម៉ាប់ ចកាតាម៉ាប់ កូន នេះសេប៉អពៅត្រូវជា កូនភាសា កូន កូនចឹងហ៎កូន ចាកូនតាម៉ាប់ កូនតាម៉ាប់អីដល់ពេលលឺសូចេះស្អីថាអពៅមិនស្មានទូច បីគេអៀនណា បាទអាយ បើ ត្រូវតិចមក អពៅចកាមានប៉ុន្មានដើម ខ្ញុំមានជាង2000បង ជាង2000ដើម ចា មិនណាយោ ផ្លែបង មួយដើមមានប៉ុន្មានផ្លែនេះ អត់ទៀងទេបងនេះដើមនេះវា អត់ទៀង 9ឆ្នាំចា9ឆ្នាំវាមានដល់ខ្លះ60 70ដល់50អីចឹងណាបងបើដើមធំមានដល់180 200ក៏មានដែរ អូហើយតរេននេះបើនិយាយថាខែដែលពេញមកទុំហ្មងណា ពាក់កណ្ដាលខែ6 ពាក់កណ្ដាលខែ6ណា សម្រាប់ ឥឡូវហ្នឹងអូខេពាក់កណ្ដាលខែ6ឥឡូវយកបងយ៉នមកច្រៀងដើម្បីហៅថាឲ្យតរេនវារឹតតែផ្អែមឆ្ងាញ់ណា បាទ បងយ៉ន
អត់ទេ នេះ ដឹង យក ថា មកនេះ ឲ្យតែបានជាងដឹងថាផ្អែមហីដោយសារដោយសារត្រេនក៏ថាការស្ដាប់ភ្លេងដែរ បងយ៉នអ្នកច្រៀងហើយឲ្យម្ចាស់ចការអ្នករាំ បាទ ចាស់ចការច្រៀងដែរដឹង អត់ចេះចេះតែលក់តរេន ចេះលក់តរេន ចា បាទ ជាតិឲ្យរំចា ក្នុងមួយផ្លែតែ10គីឡូទៅ60ផ្លែក៏ទៅប្រហែល100គីឡូ អ៊ីពិសីរម អ៊ីផ្សេងរាំ ជួយ ហើយ រំ ហើយចសៃមកកាមករោតរ៉េនដើម្បីធ្វើនំ ក្រែប ក្រែប នំក្រេបផងនំពៀ ដល់រសជាតិ ជារួមតរេនខ្ញុំមកគាត់យកធ្វើគ្រប់នំបង អូ ឲ្យតែនំពាក់ព័ន្ធមួយតរេនគឺគាត់យកខាងនេះ គឺតរ៉េនខ្មែរយើងសុទ្ធហ្មងបងប្អូនណា តរ៉េនសិន តែអ្នកលក់កាត់ចិនអត់ បាទ លក់កាត់ចិន កាត់ចិនអត់ កាត់ចិនកាត់អរេខ្ញុំចេះល្បីថាអ្នកខ្លះគាត់ល្បីចេះល្បីថាតរ៉េនមានតែប្រហែលផ្លែទេដល់ពេលទិញពីខាងក្រៅយកមកដាក់ក្រោមដោមួយធ្វើដូចនេះអានេះអត់ទេគឺមកមើលផ្ទាល់ នៅសំឡុត បាទ ហ្មងបង មកមើលផ្ទាល់អត់មានមកចងអីដាក់ឯណាបងប្អូនមើលនេះគឺថាសិនហ្មងឲ្យតែចងខ្សែអញ្ចឹង យើង ទៅ កាត់បងយើងកាត់ក៏យើងត្រូវមានអ្នកជំនាញយើងក្នុងចការកាត់ដែរ អូវិធីសាស្ត្រកាត់ដែរ ចាពូរិសាតរេនបើយើងកាត់ស្ទើបើអត់ប្រើប្រាស់ថ្នាំបន្ទុំគឺអត់ទុំអីអញ្ចឹងតើអ្នករៀងចេះថាតរេនហ្នឹងវាគ្រប់អាយុកាត់អីគេមើលគេនេះបងគេ អូ តែអូនសាឡបងតាមត្រូវក៏ទោះធ្វើយ៉ាងហោធ្វើយ៉ាងណាកុំប្រកាយឡើយបងប្រាថ្នាចង់ស្រឡាញ់ខ្ញុំកុំសាយកុំយំត្រូវកាត់ឲ្យហើយក្រែងលើបងជួនអូនមិនដល់ទៅតែងលើបកក្រោយចោលឲ្យអូននៅកណ្ដាលផ្លូវ គ្មានបញ្ហាចោទថាបងទ្រាំមិនបានទេស្រីចុះទឹកក្រពើឡើងលើខ្លាក្តីក៏បងព្រមដែរ